មនុស្សចេះគួរតែគេគ្រប់គ្រាន់គឺជាមេរៀនជីវិតដ៏សំខាន់មួយដែលបង្ហាញពីការរស់នៅក្នុងភាពសាមញ្ញនិងការបរិភោគទ្រព្យសម្បត្តិឬធនធានដោយសុភាពបុរសមេរៀននេះមានអត្ថន័យដូចខាងក្រោម 1. ស្គាល់សេចក្តីប្រកបដោយសេចក្តីសមការរស់នៅក្នុងភាពគ្រប់គ្រាន់អាចធ្វើឲ្យមនុស្សមានភាពសប្បាយចិត្តដោយមិនចាំបាច់ស្វែងរកច្រើនជាងលទ្ធភាពដែលខ្លួនមាន 2. ការការពារសង្គមនិងបរិស្ថានដោយគ្រប់គ្រាន់នេះជួយកាត់បន្ថយការប្រើប្រាស់ធនធានលើសពីការចាំបាច់និងរក្សាសមត្ថភាពនៃធម្មជាតិចំពោះជំនាន់ក្រោយ 3. ការយកចិត្តទុកដាក់លើអ្វីដែលសំខាន់វាធ្វើឲ្យមនុស្សស្ដោតទៅលើអ្វីដែលមានតម្លៃមែនទែនដូចជាសុខភាពក្រុមគ្រួសារនិងភាពសុខសាន្តនៃចិត្ត 4. ជៀសវាងការប្រៀនប្រដៅខ្លួនឯងការស្វែងរកច្រើនអាចនាំមកជាអារម្មណ៍គ្មានសេចក្តីសប្បាយនិងភាពធុញថប់គ្រប់គ្រាន់ជួយបន្ថយភាពលោភលន់ 5. ការប្រកបដោយសេរីល្អនិងសេចក្តីសុខការរស់នៅដោយគ្រប់គ្រាន់ជួយដល់ភាពសេរីល្អផ្ទាល់ខ្លួននិងផ្ដល់សេចក្តីសុខទៅកាន់អ្នកនៅជុំវិញអនុវត្តមេរៀននេះក្នុងជីវិតកំណត់ទិសដៅជីវិតដែលសំខាន់សម្រេចអ្វីដែលចាំបាច់ហើយរក្សាការប្រើប្រាស់ត្រឹមត្រូវរៀនស្គាល់អរគុណសម្រាប់អ្វីដែលមានមតិយោបល់សម្រាប់អ្នកតើអ្នកមានសេចក្តីសប្បាយចិត្តជាមួយអ្វីដែលមានឬមានអ្វីដែលចង់បន្ថែមមេរៀនជីវិតពីការគ្រប់គ្រាន់គឺជាចំណុចសំខាន់សម្រាប់ការរស់នៅក្នុងសុខភាពនិងសេចក្តីសុខនេះជាការសម្គាល់ថាគ្រប់គ្រាន់យីមិនមែនមានន័យថាបានឈប់ឆ្កាងប៉ុន្តែជាការរស់នៅដោយសមស្របនិងមានសុខចិត្តអត្ថន័យសំខាន់របស់មេរៀននេះមានដូចខាងក្រោម 1. សុខចិត្តជាមួយអ្វីដែលមានមនុស្សចេះគ្រប់គ្រាន់គឺស្គាល់និងស្រឡាញ់អ្វីដែលមានក្នុងជីវិតវាបណ្ដាលឲ្យបង្រួបបង្រួមការចង់ចិត្តនិងបង្កើនសុភមង្គលនៅក្នុងចិត្ត 2. បន្ថយភាពតានតឹងនិងបារម្ភការរស់នៅដោយគ្រប់គ្រាន់ជួយកាត់បន្ថយការប្រកួតប្រជែងមិនចាំបាច់និងការរំពឹងខ្ពស់ដែលធ្វើឲ្យមានបញ្ហាផ្លូវចិត្ត 3. ការចំណាយយ៉ាងមានវិចារញ្ញាណមេរៀននេះជាការរំលឹកឲ្យយើងប្រើប្រាស់ធនធានដោយសំដៅលើតម្រូវការប្រកបដោយស្មារតី 4. បង្ហាញពីការស្ដារជីវិតសាមញ្ញជីវិតដែលគ្រប់គ្រាន់ស្ដារការលាតត្រដាងក្នុងជីវិតប្រចាំថ្ងៃជៀសវាងការពុះពៀ 5. ការបង្កើតសន្តិភាពក្នុងសង្គមពេលដែលមនុស្សរស់នៅដោយគ្រប់គ្រាន់វាជួយបន្ថយការប្រកួតប្រជែងឬការប្រឆាំងក្នុងសង្គមសារសំខាន់ការគ្រប់គ្រាន់គឺជាវិធីសាស្ត្រនៃការរស់នៅដោយបំពេញសេចក្តីសុខចិត្តវាជាមធ្យោបាយឲ្យយើងបន្តដំណើរការជីវិតដោយមិនបណ្ដាលឲ្យខ្វះសន្តិភាពក្នុងចិត្តនិងក្តីសុខមេរៀនជីវិតពីការគ្រប់គ្រាន់ការគ្រប់គ្រាន់ជាសារប្រយោជន៍សម្រាប់ការរស់នៅស្ងប់ស្ងាត់និងមានសុខភាពល្អទាំងផ្នែកកាយសម្បទានិងចិត្តសាស្ត្រមេរៀននេះបង្ហាញពីសារៈសំខាន់នៃភាពសាមញ្ញនិងការប្រើប្រាស់ធនធានដោយមានការចិត្តសាស្ត្រអត្ថន័យសំខាន់មានដូចខាងក្រោម 1. ការរស់នៅដោយសាមញ្ញការសម្គាល់ថាធនធានដែលមានស្រាប់គ្រប់គ្រាន់សម្រាប់បំពេញជីវភាពការអភិវឌ្ឍភាពស្រស់ស្រាយក្នុងចិត្តដោយមិនចង់បានអ្វីខ្លាំងពេក 2. ភាពសុខចិត្តនិងការពេញចិត្តការពេញចិត្តនឹងអ្វីដែលមាននៅក្នុងជីវិតជាចំណុចសំខាន់សម្រាប់ការបង្កើតសេចក្តីសុខភាពសុខចិត្តធ្វើឲ្យយើងអាចរីករាយនឹងការរស់នៅជារៀងរាល់ថ្ងៃ 3. ការប្រើប្រាស់ធនធានដោយសមស្របបង្ហាញពីការរក្សាទំនងដល់ធនធានក្នុងបរិស្ថាននិងសង្គមការរស់នៅក្នុងស្ថានភាពដែលជួយទប់ស្កាត់ការខូចខាតធនធានធម្មជាតិ 4. ការទទួលស្គាល់តម្លៃជីវិតការរស់នៅដោយគ្មានការប្រកួតប្រជែងអ្វីខ្លាំងពេកទៀតអាចបន្សល់នូវសន្តិភាពនៅក្នុងចិត្តអ្នកដែលមានគ្រប់គ្រាន់ទទួលស្គាល់ថាជីវិតសាមញ្ញក៏មានតម្លៃដូចជាជីវិតអ៊ូអរ 5. ការបង្កើតភាពបរិភោគមិត្តភាពការរស់នៅដោយគ្រប់គ្រាន់អាចជួយបង្កើតទំនាក់ទំនងល្អជាមួយគេមិនមានការប្រៀបធៀបនឹងការលោកសោកបណ្ដាលមកពីគេកាន់តែបង្កើតភាពអនុលោមចំពោះគ្នាមេរៀននេះមិនបាននិយាយអំពីការឈប់ប្រឹងប្រែងឬឈប់ស្វែងរកទេវាគឺជាការលើកទឹកចិត្តឲ្យយើងស្វែងរកការរស់នៅក្នុងសមស្របនិងជួយសម្រួលដល់ជីវភាពបុគ្គលនិងសង្គម